ដែលមានជំងឺស្លាប់មួយចំហៀងខ្លួនដើរមិនបានសម្រានលើក្រែអស់សង្ឃឹមបែបនេះក្រោយពីបានពិសាជាមួយនឹងយិនសិនវេទមន្តត្រឹមតែមួយកំប៉ុងតែប៉ុណ្ណោះឥឡូវនេះគាត់អាចដើរបានត្រឡប់មកវិញទឹកមុខសាច់ឈាមស្រក់បោះខ្លាំងមែនតែនមុនពេលដែលណាមីមិនទាន់បានពិសាជាមួយនឹងយិនសិនវេទមន្តណាគឺរាងកាយរបស់គាត់មិនអាចកម្រើកបានសូម្បីតែចូលបន្ទប់ទឹកក៏ត្រូវតែមានកូនចៅគ្រាគាត់ទៅដែរតែក្រោយពីគាត់បានពិសាជាមួយនឹងយិនសិនហើយគឺឃើញថាសុខភាពគាត់ក៏ល្អប្រសើររីឯការដើរគឺដើរបានត្រឡប់មកវិញហើយជាពិសេសនោះការចូលក្នុងបន្ទប់ទឹកប្រែខ្លួនអីនោះគឺគាត់អាចធ្វើបានដោយខ្លួនឯងមិនចាំបាច់មានកូនចៅជួយគាត់ដូចពីមុនទៀតទេនិយាយទៅកូនចៅគ្រប់គ្នាគឺសប្បាយចិត្តខ្លាំងមែនទែនជាមួយនឹងសុខភាពរបស់គាត់ក្រោយពីបានពិសាជាមួយនឹងយិនសិនវេទមន្តអញ្ចឹងឥឡូវនេះមកស្ដាប់ជាមួយនឹងសម្ដីរបស់កូនអ៊ំស្រីផ្ទាល់តែម្ដងបាទគាត់ទាំងមានកម្លាំងជាងមុនដេកអីគាត់ប្រែខ្លួនចុះឡើងបានហើយហូបបាយហូបអីបានជាងមុនអូធ្វើរងថ្ងៃដូរនេះហូតសម្បាច់ដៃសម្បាច់ជើងគាត់ហើយលើកគាត់ឲ្យដើរពេលត្នេលើកគាត់យើងទប់គាត់ឲ្យគាត់បោះជើងដើរកាលមុនដំបូងបោះជើងអត់កើតទេទុនទាំងអស់ហ្មងទុនដៃទុនជើងហ្មងដល់ឡូវអត់ទេយើងក៏ទប់ទៅគាត់ដើរទប់ទឹកទប់អីឲ្យគាត់ដើរបានយើងក៏ទប់ខ្លួនគាត់បានអង្គុយហ្នឹងក៏មុនអង្គុយអត់នឹងទេលើគាត់អង្គុយបានមិនកាន់ទេយិនសិនវេទមន្តណាហូបប៉ិតធូរស្បាយប៉ិតអ៊ំស្រីគឺជាសាក់សីរស់តែម្ដងដែលបានពិសាជាមួយនឹងយិនសិនវេទមន្តយើងខ្ញុំ